ជំរាបសួរបងប្អូនចាថ្ងៃនេះនាងខ្ញុំមកធ្វើត្រីបំពងទឹកត្រីអំពិលទុំមុនដំបូងខ្ញុំដាក់ខ្លាញ់ឲ្យក្តៅសិនណាបងប្អូនបន្ទាប់មកដាក់ខ្ទឹមហើយនឹងម្ទេសឆាឲ្យវាឈ្ងុយបងប្អូនរួចហើយខ្ញុំដាក់ស្ករក្រហមចូលស្ករក្រហមហ្នឹងក៏យើងឆាឲ្យឡើងឈ្ងុយដែរណាបងប្អូនចានេះខ្ញុំឆាវាឈ្ងុយហើយនឹងឡើងជើងត្រង់សិនឥឡូវឡើងជើងក្រងខ្ញុំចាប់ផ្ដើមដាក់ទឹកអំពិលទុំចូលនិយាយទៅគ្រឿងទាំងអស់ហ្នឹងខ្ញុំអត់បានវល់ទេបងប្អូនខ្ញុំដាក់យកតាមចំណង់ចំណូលចិត្តដែលគ្រួសារខ្ញុំគាត់ញ៉ាំអញ្ចឹងណាហើយបងប្អូនក៏អាចដាក់តាមចំណង់ចំណូលចិត្តដែលបងប្អូនក្រុមគ្រួសារបងប្អូនញ៉ាំដូចគ្នាចាឥឡូវខ្ញុំដាក់ខ្ទឹមសនិងខ្ទឹមក្រហមដែលខ្ញុំបានហាន់ទុកនឹងចូលបន្ទាប់មកយើងឆាឲ្យវាឆ្អិនសិនណាបងប្អូនចាឆ្អិនហើយបងប្អូនមើលទំនងអត់ចាឥឡូវដល់វគ្គបំពងត្រីម្ដងណាបងប្អូនថ្ងៃនេះខ្ញុំបានត្រីស្រែមួយក្បាលបងប្អូនទម្ងន់ប្រហែលជា1គីឡូកន្លះខ្ញុំយកមកបំពងញ៉ាំជាមួយនឹងទឹកត្រីអំពិលទុំនិយាយពីថាឆ្ងាញ់ណាស់បងប្អូនណាត្រីស្រែបានមកស្រស់ៗចេះចាឥឡូវខ្ញុំបំពងវាក្រៀមមួយចំហៀងហើយខ្ញុំចាប់ផ្ដើមប្រែពេលបំពងខ្ញុំបានដាក់ម្សៅផងបងប្អូនដើម្បីកុំឲ្យវាជាប់ខ្ទះឡើងឈ្ងុយមែនតើបងប្អូនហើយមើលពណ៌ឡើងក្រហមឆ្អិនឆ្អៅមកចាឥឡូវឆ្អិនហើយមកបងប្អូនអញ្ជើញពិសាទាំងអស់គ្នាត្រីបំពងទឹកត្រីអំពិលទុំខែនេះសម្បូរស្ដៅបងប្អូនបានផ្ទាប់ជាមួយស្ដៅចេះទេទៅឆ្ងាញ់ហ្មងណាអ្នកផ្ទះខ្ញុំចូលចិត្តណាស់បងប្អូនឲ្យទៅដល់រដូវស្ដៅម្ដងអត់ដែលភ្លេចទេតែងតែធ្វើញ៉ាំរាល់ឆ្នាំហ្មងបងប្អូន